ស្ងោរងាំង៉ូវត្រីក្រហមហូបម្ដងបងប្អូនចាខ្ញុំមិនដែរពីស្ងោរដែរបងប្អូនតែសាកលើកទី1ណាបងប្អូនអើយចាឆ្ងាញ់តាមដាននៅtrongវីដេអូចាខ្ញុំឆ្លើយតែឆ្ងាញ់ដឹងហើយចាជំហានទី1គឺខ្ញុំបំពងគ្រឿងចាក់ខ្លាញ់ឆ្អីបំពងគ្រឿងខ្ទឹមសខ្ទឹមក្រហមមានម្ទេសម្ដេចទឹកក្រូចខួរស្គ្រីអញ្ចឹងបងប្អូនគ្រប់ប្រសពអញ្ចឹងទៅចាហើយក៏លួចទឹកត្រីបន្តិចចឹងដែរមានដុំស្លឹកខ្នុរស្លឹកអីចឹងទៅដែលដាក់ឲ្យមានជាតិអញ្ចឹងបងប្អូនចាមិនដែរជារៀនធ្វើមិនដែរជាធ្វើយ៉ាងនោះមិនដែរដឹងតែពីស្ងោរងាំង៉ូវត្រីអីអញ្ចឹងបងប្អូនធ្លាប់ឃើញពីស្ងោរងាំង៉ូវសាច់ទាសាច់អីអញ្ចឹងទៅតែខ្ញុំសាកលើកទី1បងប្អូនហើយចាដល់ពេលស្ងោរមកមិនអីបងប្អូនហើយយើងបង់គ្រឿងទេសទាំងគ្រប់សពទាំងមកបែបស្រុកស្រែអញ្ចឹងហូបឆ្ងាញ់ណាស់តាបងប្អូនចាទទួលរសជាតិយកបានអញ្ចឹងបងប្អូនចាំរកក្រោយធ្វើហូបម្ដងទៀតហើយបងប្អូនអើយចាគឺក៏បានឆ្អិនត្រីឆ្អិនអីល្មមហើយហ្នឹងគឺខ្ញុំចាប់ដើមមកបង់គ្រឿងក្រៅចូលតែម្ដងបងប្អូនបង់គ្រឿងក្រៅហើយចុងក្រោយគឺខ្ញុំមានជាខ្ទឹមបំពងដែលបំពងទុកដាក់ពីក្រោយដែរបងប្អូនអរគ្នាចាខ្ញុំស្ទើរប្រៃបន្ថែមប្រៃចឹងទៅបងប្អូនចាហើយក៏ខ្ញុំបង់គ្រុឌងាំង៉ូវដោយសារគ្រុឌងាំង៉ូវនេះខ្ញុំភ្លេចបងប្អូនអរគ្នាពេលចឹងនឹងជូរមិនជូរទេតែមានអីបងប្អូនហើយពេលឆ្អិនគឺទទួលរសជាតិយកបានគឺឆ្ងាញ់មែនទែនបងប្អូនចាធ្វើលើកទី1តែជាតិសាហាវតែម្ដងបងប្អូនចាគេហៅជាតិសាហាវព្រៃផ្សៃបងប្អូនអូចាបងជីអាណាតិចតួចជីស្លឹកវែងយើងតិចតួចមកបងប្អូនអូឈ្ងុយហើយតំណងហើយឆ្ងាញ់មែនទែនហត់ទៅតែអស់ទឹក